ក្រោយពីមានទឹកដីនិងបង្កើតរាជវង្សដំបូងរបស់ខ្លួនហើយថៃក៏ចាប់ផ្ដើមស្រូបយកអរិយធម៌របស់ខ្មែរដើម្បីបំពេញបំពន់នគររបស់ខ្លួននៅស្រុកពេលដែលនគរខ្មែរកំពុងតែមានសង្គ្រាមយ៉ាងខ្លាំងទាំងផ្ទៃក្នុងនិងសង្គ្រាមជាមួយបរទេសថៃក៏បានឱកាសបានដៃធ្វើការវាយលុកយ៉ាងសន្ធប់ចូលទៅក្នុងនគរខ្មែរប្លន់យកទ្រព្យសម្បត្តិមិនថាជាទ្រព្យសម្បត្តិរូបិយនិងទ្រព្យសម្បត្តិអរូបិយនៅពេលដែលពួកទាហានសៀមបានវាយលុកចូលទឹកដីខ្មែរម្ដងពួកគេបានឆក់ប្លន់ទ្រព្យសម្បត្តិថែមទាំងបានគេយកមនុស្សយ៉ាងច្រើនទៅរស់នៅលើទឹកដីរបស់គេជាពិសេសពួកគេយកក្បួនខ្នាតដែលជាមូលដ្ឋានគ្រឹះនៃអរិយធម៌របស់ខ្មែរព្រមទាំងអ្នកប្រាជ្ញរបស់ខ្មែរជាច្រើនរូបទៅបំពេញបំពន់បញ្ចុះបញ្ចូលឲ្យបម្រើព្រះមហាក្សត្ររបស់គេបន្តិចម្ដងសៀមដែលពីមុននោះគឺជាជនជាតិដែលចំណុះអនគរខ្មែរបានคล้ายទៅជាការគំរាមកំហែងដ៏ធំមួយរបស់នគរខ្មែរទៅវិញសង្គ្រាមផ្ទៃក្នុងដណ្ដើមរាជបល្ល័ង្កគ្នាជាបន្តបន្ទាប់ពីសំណាក់ព្រះរាជាខ្មែរបានធ្វើឲ្យបរទេសជិតខាងคล้ายពីកូនចចទៅជាមេចចនិងបង្កគ្រោះថ្នាក់រហូតស្ទើរតែបាត់បង់ប្រទេសរបស់ខ្លួនឯងជោគជ័យជាបន្តបន្ទាប់របស់នគរសៀមមកលើនគរខ្មែរបានធ្វើឲ្យសៀមមានឱកាសក្នុងការប្លន់យកទឹកដីប្លន់យកមនុស្សប្លន់យកវប្បធម៌អរិយធម៌គ្រប់បែបគ្រប់យ៉ាងទៅធ្វើជារបស់គេរីឯប្រជាជនខ្មែរយើងជួបនឹងសង្គ្រាមម្ដងហើយម្ដងទៀតទាំងសង្គ្រាមឈ្លានពានពីបរទេសជិតខាងសង្គ្រាមផ្ទៃក្នុងរវាងព្រះមហាក្សត្រហើយនឹងការអាណនិគមពីបរទេសផងនោះបានធ្វើឲ្យជនជាតិយើងស្ទើរតែលែងមានអ្នកគិតគូរអំពីប្រវត្តិសាស្ត្រស្ទើរតែលែងមានអ្នកគិតគូរអំពីរឿងជាតិនិងរឿងទឹកដីការមិនប្រុងប្រយ័ត្នការមិនចេះជួយគិតគ្នាអំពីរឿងជាតិអំពីរឿងទឹកដីនេះហើយដែលបានធ្វើឲ្យមហានគរក្លាយមកជាប្រទេសធម្មតាហើយទៅអនាគតវាក៏អាចធ្វើឲ្យប្រទេសធម្មតាក្លាយទៅជាលែងមានប្រទេសផងដែរដូច្នេះការសិក្សាអំពីប្រវត្តិសាស្ត្រគឺជារឿងចាំបាច់បំផុតសម្រាប់ប្រជាជាតិនីមួយៗប្រជាជនណាក៏ដោយគេត្រូវតែសិក្សាអំពីប្រវត្តិសាស្ត្ររបស់ខ្លួនឯងឲ្យបានច្បាស់លាស់ជាទីបំផុតក្រៅពីប្រវត្តិសាស្ត្ររបស់ខ្លួនឯងគេត្រូវតែដឹងអំពីប្រវត្តិសាស្ត្ររបស់ប្រទេសជិតខាងនិងប្រវត្តិសាស្ត្ររបស់ពិភពលោកផងដែរបើមិនបានសិក្សារៀនសូត្រអំពីប្រវត្តិសាស្ត្ររបស់ខ្លួនឯងទេនោះយើងនឹងមានការភ័ន្តច្រឡំគឺដូចជនជាតិថៃមួយចំនួនធំដែលភ័ន្តច្រឡំថាខ្មែរធ្លាប់ជាទាសកររបស់គេខ្មែរបានកើតក្រោយគេហើយគេនោះទេគឺជាម្ចាស់ទឹកដីខ្មែរជាម្ចាស់ទឹកដីអង្គរនេះគឺជាការភ័ន្តច្រឡំដ៏ធំមួយដែលបរទេសជាច្រើនបានសិក្សាស្រាវជ្រាវនិងមានឯកសាររាប់មិនអស់ទៅហើយពួកគេនៅតែហ៊ាននិយាយពេញមាត់ថាពួកគេបានកើតឡើងមុនជនជាតិខ្មែរដូច្នេះជារួមមកការសិក្សាយល់ដឹងអំពីប្រវត្តិសាស្ត្រគឺជាការចូលរួមចំណែកដ៏សំខាន់មួយនៅក្នុងការការពារជាតិការពារទឹកដីរបស់ខ្មែរថ្ងៃនេះខ្ញុំសូមបកស្រាយពីជំងឺដងបាត់ព្រោះជំងឺនឹងកើតដំបូងវាធ្វើទុកវាអត់ដឹងទេវាគ្រាន់តែចុកពោះឆ្អល់ពោះបាក់បាត់ជើងហើយថ្ងៃណាតោះចំណៃវាក៏ហាយគូតវាលមាស់គូតហើយមានថ្ងៃណាលមុខវាហឹងក្តៀនតែអញ្ចឹងវាទៅជាកកិតមកវាទៅជាឈាមមានឈាមម្ដងម្កាលមាស់ហ្នឹងមានឈាមម្ដងម្កាលធ្វើឲ្យយើងតាំងពោះឆ្អល់ពោះពិបាកបាត់ជើងអង្គុយបាត់ជើងញ៉ៃដងមែនប៉ុន្តែវាតិចតែអញ្ចឹងអ្នកដែលអាសាក្តៀនហ្នឹងអ្នកដែលសាបាត់ជើងមកក្តៀនលមុខមកក្តៀនហ្នឹងអ្នកនឹងឲ្យនឹងបញ្ហាចំពោះមុខគឺដងបាតដល់អញ្ចឹងបងប្អូនកើតដំបូងមិនដឹងទេវាគ្រាន់តែថប់ដង្ហើមធ្វើឲ្យយើងពិបាកបាត់ជើងអាសាងឹតមុខចុកឆ្អឹងខ្នងរួយកហើយនិយាយរួមគឺកាពះហើយពវៀនគឺធ្វើទុកខ្លាំងហ្មងដល់យូរវាទៅជាធ្វើដងបាតដោយសារលមុខយើងវាក្តៀនពេកដល់អញ្ចឹងអ្នកអង្គុយយូរច្រើនម៉ោងហ្នឹងក៏មានបញ្ហាចំពោះមុខគឺធ្វើដងបាតដល់អញ្ចឹងដំបូងវាឈឺចង្កេះហ្នឹងចុកឆ្អឹងខ្នងបាត់ឲ្យផុតនេះហើយកហ្នឹងក៏ចេះតែរួយដែរហើយភ្នែកស្វាងសម្រានក៏មិនសូវលក់មួម៉ៅច្រើននឹងស្មុកស្មាញអារម្មណ៍មិនស្រស់ស្រាយស្បែកក៏មិនស្អាតភ្លឺថ្លាដែរដល់អញ្ចឹងធ្វើឲ្យយើងពិបាកក្នុងខ្លួននិយាយរួមក្នុងមួយយប់ជួនណាអ្នកខ្លះសម្រានអត់បានទេដោយសារជំងឺហ្នឹងថប់ដង្ហើមហើយនឹងឆ្អល់ពោះនឹងហូបអីគ្មានឆ្ងាញ់អណ្ដាតយើងសអណ្ដាតនឹងគេហៅផ្សិតអណ្ដាតនឹងអណ្ដាតសហូបអីគ្មានជាតិនឹងដោយសារក្តៅយូរអាសាងឹតមុខស្វាងភ្នែករួយសក់ស្កូវសក់ហើយអ្នកមានផ្ដួចមានមុនអីហ្នឹងអត់ចង់រៀបទេអ្នកមានជំងឺហ្នឹងផ្ដួចបើថាមុនគេហៅមុនដបោកមុនអីហ្នឹងគឺតែផ្ដួចក្រហមមុខលើយើងហើយគឺអត់ចង់រៀបដោយសារសាច់យើងវាក្តៅជាប្រចាំដល់ពេលអញ្ចឹងបើហូបថ្នាំខ្ញុំទៅគឺទី1គឺថ្នាំកាពះនេះគឺសម្រាប់ឲ្យដើរខ្យល់ស្រួលត្រជាក់សាច់យើងភ្លឺថ្លាស្អាតហើយយើងសម្រានក៏បានហើយអាងឹតមុខស្វាងភ្នែកក៏កាត់បន្ថយចុកឆ្អឹងខ្នងក៏បាត់ហើយរួយចង្កេះក៏បាត់ដែរហើយសំខាន់តមថ្នាំឬដងបាត់នេះគឺសម្រាប់ហូបមួយថ្ងៃ2ពេលអាកោមួយផឹកមួយល្ងាចក្រោយបាយទិញតែមួយឈុតគឺជាហើយប្រហែលឆ្នាំគឺជាដែរឲ្យតតមប៉ុន្តែកាពះនេះអត់មានជាតិល្វីងជាតិចត់ទេអានឹងគេដាំទឹកហូបក្នុងមួយកញ្ចប់បាន
bay đọc ngay tới cả lạc hai không mà có chọp nâng ăn men chết là bên chết chọt thì hay bộ láng chui hay suối của chàng hộp tơ lươn cứ cà phê nâng mòn tì môi cà phê nâng ao vì suối thì chẹp bố đào cho suối đòi xa tham ở đông bán nè anh nâng vì sầm hẹp phát ở đông phơi là mũ vì sả lạc tới dương hộp nào cà phê này bị lươn đòi xa phơi là mũ vì sả lạc đòn chân tinh là mà chốt của chi haiประมาณnăm của chiแต่มาชดนึงเตสำคัญบองปอนตอมนายตอมยะไปใครเตมันตอมอยู่เตตอมเอาสวัสดิ์โดงเพลย์ละมุสละเต้ยังหอบนำกับเปียนี่ไปเลื่อนวิแต่เจ้าซาวิโดต่างหามมาสู่แรงท็อปต่างหามแรงจกจังขนงแรงจะออปูให้โหยโกโกทูได้เนี่ยซะเนี่ยคลาซาก็ชอสมัยนั้นมันใส่ลูกซาบะซอขนมมายบซอบเชิญหรือเบอร์หรือวีนึงก็ได้ซาจังเงินนึงได้ให้มกโกมันสวะเสียได้ไปสลบเดียวเมียนคือเมียนร้อมนึงเนินนึงครูนี่เนี่ยการจังเงินนึงโดยถ่ายไปสมกสมานไปแบบบ้านน้องครูในซากระดาษซาเนี่ยสวายกระดาษละโหดวิมันสูเต